នឹងបងប្អូនអរគ្នាសម្រាប់ Oyster គឺខ្ញុំរកអត់ទាន់បានទេហើយថ្ងៃនេះដែរគឺខ្ញុំមកអាំងខ្យងទឹកដិតហូបវិញម្ដងចង់ធ្វើវីដេអូនេះបញ្ជាក់ឲ្យបងប្អូនបានទស្សនាផងដែរដោយសារតែមានបងប្អូនគឺគាត់ឆាតមកច្រើនមែនតើចឹងហើយគឺខ្ញុំមិនអាចតបម្ដងមួយអស់ទេចឹងហើយគឺខ្ញុំធ្វើវីដេអូនេះដើម្បីបញ្ជាក់បងប្អូនផងដែរសម្រាប់ Oyster ដោយសារតែមេឃភ្លៀងចឹងហើយគឺយើងរកបានទេទឹកសមុទ្រវាល្អគឺយើងចងុចទៅគឺយើងមើលឃើញទេហើយបងប្អូនកុំភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាផងដែរសួស្តីបងប្អូនអរគ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូទៀតបាទហើយសម្រាប់ថ្ងៃនេះគឺខ្ញុំដើរចូលក្នុងព្រៃដើរអីដូចទៅរកដងចឹងបងប្អូននេះហើយពេលធ្វើដំណើរមកដល់នេះគឺបងប្អូនអើយគឺមេឃឡើងខ្មៅមេឃអីគឺភ្លៀង3 4ថ្ងៃជាប់គ្នានៅកោះកុងនឹងចឹងហើយគឺពិបាកបន្តិចបងប្អូនដោយសារតែមួយរយៈនេះគឺមេឃភ្លៀងហើយគឺយើងរកអីអត់បានទេចឹងហើយបងប្អូនដែលគាត់កំង Oyster ពីខ្ញុំទៅបងប្អូនអធិស្ឋានរោមចាំបន្តិចទៀតទៅបងប្អូននេះចាំមើលមេឃវារាំងភ្លៀងឬក៏ទឹកសមុទ្រវាមកថ្លាមកអីវិញចឹងគឺខ្ញុំចេញទៅរក Oyster ឲ្យបងប្អូនហើយចឹងហើយមួយរយៈនេះគឺខ្ញុំរកបានទេគឺខ្ញុំបានតបឆាតតបឲ្យបងប្អូនទេដោយសារតែមានបងប្អូនគឺគាត់ឆាតមកច្រើនមែនតើម្ដងចឹងហើយគឺខ្ញុំធ្វើវីដេអូនេះជាឲ្យបងប្អូនបានដឹងផងដោយសារតែខ្ញុំនេះគឺរកអត់បានដែរបងប្អូននេះគឺមិនដឹងធ្វើម៉េចទេគឺដោយសារទឹកវាល្អចឹងហើយអធិស្ឋានបងប្អូននេះចឹងហើយគឺមកកាន់វីដេអូយើងវិញគឺមកដល់កន្លែងភ្លាមគឺសម្រាប់ភ្លាមតែម្ដងដោយសារតែដើរមកគឺវារៀងឆ្ងាយហើយណាមួយនៅតំបន់នេះគឺអូបងប្អូននៅទេសភាពព្រៃអីគឺបងប្អូនគឺស្រស់ស្អាតមែនតើម្ដងអត់ដូចកន្លែងខ្ញុំទៅរត់ដងកន្លែងទៅរត់ដងឬអត់សូវស្អាតដូចនៅតំបន់នេះគឺមានដើមឈើធំហើយណាមួយដើមឈើកងកាងគឺច្រើនមែនតើម្ដងអញ្ចឹងហើយគឺនៅតំបន់នេះគឺស្រស់ស្អាតហើយណាមួយមានដើមផ្កាមានអីគឺច្រើនមែនតើបងប្អូននេះប្រហែលជាទៅវគ្គក្រោយប្រហែលជាខ្ញុំថតឲ្យបងប្អូនបានទស្សនាផងដែរព្រោះថានៅតំបន់នេះគឺស្រស់ស្អាតបងប្អូនគឺមានធម្មជាតិគឺច្រើនមែនតើម្ដងគឺខ្ញុំមិនអាចរៀបរាប់អស់នៅក្នុងវីដេអូនេះតែចឹងហើយបន្ទាប់ពីខ្ញុំសម្រាករួចរាល់រួចអីខ្ញុំក៏ចាប់ផ្ដើមប្រម៉ូអីដើម្បីបង្កាត់ភ្លើងមកដែរហើយបង្កាត់ភ្លើងនេះគឺយើងបង្កាត់នៅក្រោមដើមឈើធំមែនតើម្ដងចឹងហើយគឺទេសភាពពិតជាស្រស់ស្អាតហើយណាមួយត្រជាក់ស្រួលមែនតើម្ដងបើសិនជាបងប្អូនមកមើលផ្ទាល់មកមើលអីមកនៅក្នុងព្រៃនឹងមកគឺបងប្អូនគាត់ជាមានក្តីសុខមែនតើម្ដងហើយសម្រាប់ខ្ញុំនេះដែរគឺអត់មានអីបង្កាត់ភ្លើងទេបងប្អូននេះគឺមានកតិចឈើចឹងហើយមកព្រៃគឺអត់មានអីទេបើសិនជាបងប្អូនចេះច្នៃចេះអីចឹងទៅគឺមានកតិចឈើមានអីបន្តិចបន្តួចទេគឺយើងលក្ខណៈថាយើងមូវាម៉ត់មូវាកតិចចឹងទៅគឺយើងយកតែដុតវាចឹងទៅគឺវាឆេះបងប្អូននេះចឹងហើយវិធីងាយស្រួលមែនតើម្ដងបើសិនជាបងប្អូនចូលក្នុងព្រៃអត់មានជួរអត់មានអីបង្កាត់ចឹងហើយគឺយើងអាចធ្វើតាមវិធីនេះបានគឺងាយស្រួលមែនតើម្ដងហើយបន្ទាប់ពីភ្លើងយើងឆេះហើយយើងក៏ចាប់ផ្ដើមដាក់ប្រដាប់អាំងនឹងមកបងប្អូននេះគឺយើងដាក់ខ្យងតដិតនឹងមកចូលមកគឺយើងអាំងហើយថ្ងៃនេះគឺយើងមកអាំងបងប្អូននេះគឺអត់យកហូបឆៅអត់អីទេដោយសារតែថ្ងៃនេះគឺចង់អាំងហូបម្ដងដើម្បីឲ្យប្លែកមាត់ផងដែរចឹងកុំឲ្យបងប្អូនមើលវីដេអូណែធ្លាប់តែហូបឆៅហូបអីចឹងទៅថ្ងៃនេះគឺយកខ្យងដិតគឺយកមកអាំងហូបតែខ្យងដិតនេះគឺអាំងហូបក៏បានឈប់ឆៅក៏បានគឺវាឆ្ងាញ់មែនតើម្ដងចឹងហើយនេះគឺជាសារភាពដែលពេលខ្ញុំអាំងហើយគឺខ្ញុំចាប់ដើមឆ្កឹះហូបហើយបងប្អូននេះចឹងហើយគឺយើងមិនរងចាំយូរទេដោយសារតែពេលដែលយើងអាំងហ្នឹងគឺសាច់វាអត់សូវធំទេដោយសារតែវាក្រៀមចឹងហើយក្រៀមនេះគឺក្រៀមផងគឺទ្វារៀងស្វិតគឺសាច់វាខាងក្នុងគឺឡើងផ្អែមមែនតើម្ដងបន្ទាប់ពីយើងឆ្កឹះរួចរាល់អីយើងចាប់ដើមដាក់ទឹកត្រីចូលមកហើយយើងចូលចាប់ដើមយកមកហូបភ្លាមអញ្ចឹងបងប្អូននេះគឺឆ្ងាញ់មែនតើដោយសារតែថ្ងៃនេះគឺរើសបានប្រហែលជា4 5 ដុំដែរបងប្អូននេះគឺខ្ញុំទៅរើសទេគឺខ្ញុំអត់ទៅកាប់នៅឬកងកាងទេឬកងកាងគឺវាធំជាងហ្នឹងតែខ្ញុំអត់បានទៅកាប់ទេដោយសារតែយើងពិបាកចូលទៅមែនតើម្ដងអញ្ចឹងហើយចាំមើលថ្ងៃណាយើងមានធនេតិចបានខ្ញុំចូលទៅរកនៅក្នុងឬកងកាងទៀតឬកងកាងនៅតំបន់នោះគឺសម្បូរមែនតើម្ដងគឺបើសិនជាខ្ញុំទៅវគ្គក្រោយគឺខ្ញុំនឹងថតជុំវិញឬកងកាងហ្នឹងបងប្អូនអរគ្នាគឺច្រើនមែនតើម្ដងគឺនៅជុំវិញហ្នឹងគឺសុទ្ធតែខ្យងដិតហើយធំជាងនេះបងប្អូននេះគឺទូចមែនតើម្ដងសម្រាប់វាទុំនៅឬកងកាងគឺធំហើយណាមួយសាច់បងប្អូនគឺសាច់អែមមែនតើម្ដងអញ្ចឹងហើយគឺយើងហូបឆៅគឺអែមចឹងថ្ងៃនេះគឺបានទូចគឺខ្ញុំយកមកអាំងចឹងទៅជាសកម្មភាពខ្ញុំកំពុងហូបខ្យងដិតនៅក្រោមដើមឈើចឹងហើយបងប្អូនមើលចំហៀងខ្លួនហ្នឹងទៅគឺដើមឈើធំហើយណាមួយព្រៃកងកាងបងប្អូននេះគឺឡើងក្រាស់ខ្មឹកតែម្ដងហើយនៅតំបន់នេះគឺស្ងាត់ល្អណាស់បងប្អូនគ្នាគឺក្តីសុខមែនតើម្ដងគឺសម្រាប់ខ្ញុំចឹងហើយវីដេអូខ្ញុំគឺអត់វែងអីប្រហែលទេបងប្អូននេះគឺមានតែប៉ុណ្្នឹងទេធ្វើវីដេអូនេះដើម្បីបញ្ជាក់បងប្អូនទេបាយបងប្អូនទាំងអស់គ្នា